សូមស្វាគមន៍មកកាន់ Big Five Podcast ថ្ងៃនេះខ្ញុំមានប្រធានបទមួយតាក់ទងជាមួយនឹងវិស័យអចលនទ្រព្យហើយនឹងមានវាគ្មិនដ៏ពិសេសមួយនឹងធ្វើការបង្ហាញជូនបងប្អូនទាំងអស់គ្នាជំរាបសួរបងបាទជំរាបសួរបងអាចធ្វើការណែនាំខ្លួនទៅកាន់ទស្សនិកជនរបស់យើងបានទេបងបានអូខេជំរាបសួរបាទខ្ញុំឈ្មោះម៉ាប៊ុនថនបាទហើយខ្ញុំមានបទពិសោធន៍ផ្នែកអចលនទ្រព្យនោះរហូតដល់8ឆ្នាំហើយបាទអូបាទច្រើនមែនតើតាក់ទងជាមួយនឹងវិស័យអចលនទ្រព្យនៅស្រុកខ្មែរយើងវាមានច្រើនផ្នែកតើបងបាទហើយខ្ញុំចង់សួរថាតើអចលនទ្រព្យប្រភេទណាដែលកំពុងតែពេញនិយមសប្តាហ៍ថ្ងៃនេះអូខេអញ្ចឹងបច្ចុប្បន្នអចលនទ្រព្យនៅស្រុកខ្មែរយើងផ្ដោតទៅលើទីក្រុងភ្នំពេញសិនចុះណាបាទយើងមានតែពីរទេទី1បុរីហើយនិង condo បាទប៉ុន្តែខាងយើងគឺជំនាញផ្នែក condo បាទអញ្ចឹងយើងឃើញទីផ្សារ condo ទោះបីសេដ្ឋកិច្ចធ្លាក់ប៉ុន្តែ transaction យើងនៅតែច្រើនបាទបច្ចុប្បន្នគឺយើងផ្ដោតទៅលើអតិថិជនដែលគាត់បានទិញហើយគាត់ចង់លក់បន្ទាន់លក់អីហ្នឹងគឺមានភ្ញៀវគេចាំទិញច្រើនដូចគ្នាបាទអូបាទបងហេតុអីបានជាគាត់ត្រូវការលក់បន្ទាន់ដោយសារតែស្ថានភាពបច្ចុប្បន្នដូចជាសង្គ្រាមឬក៏បញ្ហាផ្សេងទៀតបងស្ថានភាពបច្ចុប្បន្នចេះដោយសារកាលពីមុនគាត់បើក business គាត់រកស៊ីចំណេញអញ្ចឹងគាត់យកលុយមកទិញអចលនទ្រព្យប៉ុន្តែស្ថានភាពបច្ចុប្បន្នហ្នឹងគឺ business ភាគច្រើនគឺខាតអញ្ចឹងគាត់ត្រូវបញ្ចេញអចលនទ្រព្យដែលគាត់ទិញពីមុនមកដើម្បីយកទៅទុក business ហ្នឹងបាទចុះក្នុងលក្ខខណ្ឌហ្នឹងក្នុងនាមយើងជា agent យើងជាអ្នកលក់តែបងផ្នែកលក់បាទតើវាអាចមានផលប៉ះពាល់អីខ្លាំងដល់យើងអត់ការពិតផលប៉ះពាល់វាមានតិចតួចដែរប៉ុន្តែក្នុងស្ថានភាពនេះយើងគិតថាក្នុងនាមយើងជាភ្នាក់ងារអចលនទ្រព្យហ្នឹងគឺយើងធ្វើការបានល្អគឺបានជួយដោះស្រាយអតិថិជនដែលគាត់ត្រូវការលុយបន្ទាន់ហ្នឹងគឺយើងអាចរកអតិថិជនថ្មីមកទិញគាត់ហើយគាត់បានលុយដុំហ្នឹងយកទៅដោះស្រាយបញ្ហាហ្នឹងទាន់ពេលវេលាបាទនិយាយថាក្នុងវិបត្តិសេដ្ឋកិច្ចតែយើងអាចជួយអតិថិជនបានល្អដូចគ្នាបាទក្នុងវិបត្តិតែនៅមានឱកាសតែបងបាទមានថានៅពេលដែលមានអតិថិជនមួយគាត់ត្រូវការលក់បញ្ញាប់ក៏មានអតិថិជនផ្សេងទៀតគាត់ត្រូវការបញ្ញាប់ដូចគ្នាមានន័យថាអញ្ចឹងបាទអូខេអញ្ចឹងអរគុណច្រើនបងសម្រាប់ពេលវេលាដ៏មានតម្លៃអញ្ចឹងយើងនឹងជួបគ្នានៅវគ្គក្រោយបន្តទៀតអរគុណច្រើនបាទអរគុណ